សួស្តីបងប្អូនទាំងឡាយវប្បធម៌ខ្មែរគឺជាវប្បធម៌ដែលមានអរិយធម៌ដ៏យូរលង់ណាស់មកហើយនៅដើមកំណើតទឹកដីនគរភូមិភ្លុកវប្បធម៌ខ្មែរមានដើមកំណើតអំពីជនជាតិឥណ្ឌូនេស៊ីនិងម៉ាឡានេស៊ីជាអ្នកបង្កើតឡើងហើយក៏ធ្វើការសមាហរណកម្មជាមួយវប្បធម៌សាសនារបស់ព្រហ្មញ្ញសាសនាជាមួយនឹងព្រះពុទ្ធសាសនាដែលនាំមកអំពីប្រទេសម្ល៉េះហើយវប្បធម៌ខ្មែរមិនបានចម្លងអំពីប្រទេសណាឡើយវប្បធម៌ខ្មែរគឺជាវប្បធម៌ដើមកំណើតពិតប្រាកដដែលដូនតាបុព្វបុរសខ្មែរបានធ្វើការសិក្សាស្រាវជ្រាវរកអំពីភាពល្អប្រសើរដែលធ្វើឲ្យប្រាង្គប្រាសាទដែលធ្វើឲ្យប្រទេសទាំងឡាយទាំងមូលបានមានការរីកចម្រើនរីកលូតលាស់រហូតមកទល់សព្វថ្ងៃបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយជាអ្នកថែរក្សាជាអ្នកទទួលផលម្ល៉េះហើយវប្បធម៌ខ្មែរពិតប្រាកដជារបស់ខ្មែរជាចម្លាក់របស់ខ្មែរជាការរចនាទៅតាមសម័យកាលជាការអាប់ដេតជាការពង្រីកវិសាលភាពឲ្យខ្មែរមានអរិយធម៌រុងរឿងនៅពេលដែលខ្មែរមានអរិយធម៌រុងរឿងមានជាតិសាសន៍មួយចំនួនចិត្តខាងដែលបំលែងខ្លួនបន្លំខ្លួនចូលមកពាក់ព័ន្ធជាមួយនឹងវប្បធម៌ដ៏អផូរផង់របស់ខ្មែរម្ល៉េះហើយជនជាតិខ្មែរមានដើមកំណើតពិតប្រាកដនៅអាស៊ីភូមិភាគអាគ្នេយ៍នេះយ៉ាងពិតប្រាកដមុនគេជនជាតិដទៃសាសដទៃគ្រាន់តែជាជនជាតិភាគតិចជាសាសដែលមកសុំជ្រកកោនជាសាសដែលមកចងសម្ព័ន្ធជាសាសដែលមកសុំចូលខ្លួនធ្វើជាអ្នកជួយជាអ្នកការពារជាអ្នកថែរក្សាម្ល៉េះហើយការពង្រីកវិសាលភាពការពង្រីកកិត្យានុភាពរបស់ខ្លួនបាននៅក្នុងទំនាក់ទំនងគ្រឹះរបស់វប្បធម៌ហើយគឺសាសទាំងនោះគេបានធ្វើខ្លួនរបស់គេឲ្យកាន់តែដូចជាជនជាតិដើមពិតប្រាកដនៅក្នុងតំបន់អង្គរពិសេសគឺចំណងសម្ព័ន្ធមិត្តភាពរវាងក្សត្រនិងថ្នាក់ដឹកនាំកម្ពុជារបស់ខ្មែរទំនាក់ទំនងជាមួយនឹងអាពាហ៍ពិពាហ៍ជាមួយបុត្រីឬក៏បុត្រារបស់ពួកគេចងសម្ព័ន្ធជាមួយនឹងព្រះរាជាខ្មែរម្ល៉េះហើយបានជាពួកគេមានឱកាសធ្វើព្យុះធ្វើព្រៀងជាមួយនឹងខ្មែរនៅពេលដែលខ្មែរធ្លាក់ដុនដាបចុះខ្សោយមានដំណោះផ្ទៃក្នុងរវាងខ្មែរនិងខ្មែរក៏បង្កលក្ខណៈឲ្យមានដំណោះរវាងប្រទេសជិតខាងការពង្រីកកិត្យានុភាពរបស់ពួកគេធ្វើឲ្យគេមានឱកាសគ្រប់គ្រងខ្មែរម្ដងម្កាលដូច្នេះវប្បធម៌ខ្មែរមិនមែនជាវប្បធម៌របស់ជាតិសាសន៍ណាឡើយសូមអរគុណ